ពេលដែលខ្មែរយើងផុសអំពីប្រវត្តិសាស្ត្រដូចថ្ងៃនេះអញ្ចឹងខ្ញុំផុសសំណេរមួយរៀងវែងបន្តិចនិយាយថាអ្នកប្រាជ្ញបារាំងខាងជំនាញបុរាណវិទ្យានិងប្រវត្តិសាស្ត្រគឺលោក Jacques Ellul ហ្នឹងគាត់បានមានសមិទ្ធផលផ្នែកវិទ្យាដ៏អស្ចារ្យបំផុតរបស់គាត់គឺបង្កើតសិលាចារឹកសម្រាប់ប្រទេសកម្ពុជាហ្នឹងរហូតដល់8ភាគឯណោះដែលមានការបោះពុម្ពផ្សាយតាំងពីឆ្នាំ1937រហូតដល់ឆ្នាំ1966ហើយមានការបកប្រែទៅជាភាសាបារាំងហ្នឹងមានចំនួនជាង1000សិលាចារឹកអំពីសម័យមុនអង្គរនិងសម័យអង្គរគ្រាន់តែប៉ុណ្ណឹងសោះពួកថៃហ្នឹងគឺចូលមកបញ្ចេញមតិពី3និយាយទៅពួកគេមិនទាំងយល់ថាលោក Jacques Ellul ហ្នឹងជាអ្នកណាផងគាត់មិនត្រឹមតែជាអ្នកប្រាជ្ញសរសេរស្រាវជ្រាវអំពីភាសាបាលីសំស្ក្រឹតអំពីសិលាចារឹកនៅក្នុងប្រទេសកម្ពុជាប្រទេសចាមកាលពីជំនាន់នោះទេលោកក៏ធ្លាប់ជានាយកបណ្ណាល័យជាមេបណ្ណាល័យនៃប្រទេសថៃកាលពីឆ្នាំ1918រហូតដល់ឆ្នាំ1928-29ឯណោះក៏ទៅថៃខ្លួនឯងហ្នឹងហ៊ានមកនិយាយរិះគន់ដឹងគេរិះគន់យ៉ាងម៉េចខ្ញុំប្រាប់នៅក្នុង comment នេះមានថៃមួយនោះចូលមកនិយាយថាចារកម្មបារាំងហ្នឹងដែលខ្លែងខ្លួនជាអ្នកប្រាជ្ញមកបង្ខូចប្រវត្តិសាស្ត្រដោយមានគោលបំណងតែមួយគត់គឺដណ្ដើមយកទឹកដីពីសៀមគេចង់និយាយថាដណ្ដើមយកទឹកដីពីសៀមមកឲ្យប្រទេសខ្មែរយើងហ្នឹងហើយចំណែកម្នាក់ទៀតនេះមកឌីលថាបារាំងល្ងងឬក៏ថាមនុស្សល្ងងនៅបារាំងខ្ញុំពិតជាអស់សំណើចណាស់ឃើញអញ្ចឹងអីខ្ញុំខ្ជិលតណាស់ពីព្រោះថាពួកគេឆ្លុះវង្វេងតែជាមួយនឹងប្រវត្តិសាស្ត្រคล้ายៗលេងស្គាល់អ្នកណាជាអ្នកណាអស់ហើយពីព្រោះថាលោកម្នាក់នេះមិនត្រឹមតែជាអ្នកប្រាជ្ញសរសេរបកប្រែសិលាចារឹករបស់ខ្មែរយើងតែប៉ុណ្ណោះទេតែជានាយករបស់បណ្ណាល័យដ៏ចំណាស់មួយនៅអាស៊ីគឺបណ្ណាល័យនៅក្នុងប្រទេសសៀមនឹងហើយក៏ជាអ្នកសរសេរទស្សនាវដ្តីអំពីសង្គមសៀមកាលពីកំឡុងទសវត្សរ៍1920ដែរនិយាយទៅមានទំនាក់ទំនងជាមួយនឹងប្រទេសសៀមកាលចំនួននោះជាពិសេសលោកក៏បានស្និទ្ធស្នាលជាមួយនឹងព្រះអង្គម្ចាស់ដំរុងដែលជាអ្នកសរសេរប្រវត្តិសាស្ត្រคล้ายៗឲ្យកូនសៀមរៀនដល់សប្តាហ៍ថ្ងៃនេះអញ្ចឹងបានថាពួកសៀមនេះពិតជាចិត្តឈួតមែនតែតែម្ដងឌៀលបារាំងឌៀលខ្មែរឌៀលអ្នកណាទាំងអស់ដែលសរសេរអំពីប្រវត្តិសាស្ត្ររបស់ខ្មែរយើងសូម្បីតែលោក Jacques Ellul នេះក៏ជេរដែរតាមពិតទៅជាអ្នកដែលមានទំនាក់ទំនងនៅក្នុងប្រទេសសៀមខ្លួនឯងសោះហ្នឹងណាគេជាអ្នកជំនាញផ្នែកបុរាណវិទ្យាប្រវត្តិសាស្ត្រជាអ្នកសរសេរសៀវភៅជាច្រើនសម្រាប់ទុកឲ្យកូនខ្មែរឬក៏សៀមហ្នឹងរៀនដល់សប្តាហ៍ថ្ងៃគេមិនខ្លែងប្រវត្តិសាស្ត្រទេអញ្ចឹងហើយលោកគឺសរសេរបន្សល់ស្នាដៃសម្រាប់ខ្មែរយើងចាត់ទុកគាត់ជាអ្នកប្រាជ្ញម្នាក់ពីព្រោះថាគាត់ចេះអានទាំងអស់នៅក្នុងសិលាចារឹកជាង1000នៅក្នុងប្រទេសកម្ពុជាយើងហ្នឹងពិតជាអស្ចារ្យខ្លាំងណាស់ហើយកាលពីថ្មីនេះខ្ញុំបានរកទិញសៀវភៅដ៏ចំណាស់មួយប៉ុន្តែភាគទី8ហើយគាត់សរសេរសិលាចារឹកហ្នឹងគឺភាគទី1ដល់ទី8ហើយខ្ញុំទិញបានភាគទី8ដែលបោះពុម្ពនៅក្នុងឆ្នាំ1966ដោយសារតែអ្នកតាមដានរបស់ខ្ញុំគាត់សុំទទូចឲ្យខ្ញុំជួយទិញឲ្យគាត់អញ្ចឹងទៅខ្ញុំក៏ទិញបានមួយក្បាលហ្នឹងចំណែកមួយក្បាលនេះទៀតក៏លោកជាអ្នកសរសេរដែរសិលាចារឹករបស់ប្រទេសកម្ពុជាផងរបស់ប្រទេសចាមផងខ្ញុំថាថៃខ្លះចិត្តឈួតគឺចិត្តឈួតមែនតែម្ដងចូលមកគឺដឹងតែពីជេរដឹងតែពីប្រមាថយកតែម្ដងដឹងថាជាប្រវត្តិសាស្ត្រคล้ายៗហើយមិនដឹងថាអ្នកប្រាជ្ញខាងប្រវត្តិសាស្ត្រខាងបុរាណវិទ្យាទាំងនោះជាអ្នកណាទេដូច្នេះហើយជេរក៏ដូចជេរខ្លួនឯងអញ្ចឹង